បើសិនជាឥឡូវហ្នឹងអ្នកទាំងគ្នាមានអារម្មណ៍ថាជីវិតរបស់អ្នកទាំងគ្នា boring គួរឲ្យធុញអត់មានអីដែលថ្មីអត់អភិវឌ្ឍខ្លួនអត់មានអីដែលប្រសើរឡើងហើយអ្នកទាំងគ្នាមានអារម្មណ៍ថាអូបើសិនជាខ្ញុំកើតជាមួយនៅក្នុងគ្រួសាររៀងមានជាងនឹងធូរធារជាងនឹងខ្ញុំបានរៀនប៉ុណ្នេះខ្ញុំមានអ្នកនេះអ្នកនោះជួយឬមួយក៏អូបើសិនជារឿងហ្នឹងអត់កើតឡើងលើខ្ញុំទេបើសិនជាអ្នកនរនេះគិតថារឿងទាំងអស់ហ្នឹងជាកត្តាដែលធ្វើឲ្យជីវិតរបស់អ្នកទាំងគ្នាដូចរាល់ថ្ងៃហ្នឹងខ្ញុំចង់ប្រាប់អ្នកនរនេះថាវាអត់ពិតទេគឺជាលេសដែលអ្នកទាំងគ្នាឲ្យមកលើខ្លួនឯងព្រោះអ្នកទាំងគ្នាអត់ចង់ដូរព្រោះបើសិនជាអ្នកទាំងគ្នាចង់ផ្លាស់ប្ដូរប៉ិតប្រកបណាអត់មានអីអាចរារាំងអ្នកទាំងគ្នាបានទេខ្ញុំនិយាយនេះខ្ញុំមិនមែនថាមិនទទួលស្គាល់ទៅលើស្ថានភាពដែលអ្នកទាំងគ្នាមានជួបការលំបាកតាក់ទងជាមួយនឹងគ្រួសារឬមួយក៏តាក់ទងនឹងរឿងជំនាញខ្លួននេះប៉ុន្តែខ្ញុំចង់ឲ្យអ្នកទាំងគ្នាឈប់យកអារឿងទាំងអស់ហ្នឹងមកជាឧបសគ្គរបស់អ្នកទាំងគ្នាពេលខ្លះរឿងហ្នឹងគឺអ្នកទាំងគ្នាអាចដោះស្រាយបានប៉ុន្តែជំនួសឲ្យការដោះស្រាយអ្នកទាំងគ្នាសុខចិត្តយកពេលវេលាហ្នឹងទៅបន្តទៅលើហេតុការណ៍ហ្នឹងមានមនុស្សជាច្រើនខ្លាំងមែនតែដែលគាត់រស់នៅក្នុង victim mindset យ៉ាងងាយយល់គឺជនរងគ្រោះយើងមានអារម្មណ៍ថាយើងជាជនរងគ្រោះយើងអាចធ្វើអីបានទេដោយសារតែយើងកើតមកយើងអញ្ចឹងហើយខ្ញុំកើតមកខ្ញុំមិនស្អាតខ្ញុំកើតមកខ្ញុំអត់ប្រកាយខ្ញុំរៀនអត់ប្រកាយពីម៉ាក់ប៉ាខ្ញុំគាត់ថាធ្វើអញ្ចឹងដាក់ខ្ញុំមកពីខ្ញុំអត់មានបងប្អូនមកពីអញ្ចឹងមកពីអញ្ចឹងតែតោះនេះខ្ញុំចង់និយាយថាចែកងាយស្រួលខ្លាំងមែនតែនៅក្នុងការបន្តអញ្ចឹងព្រោះមនុស្សម្នាក់គឺមានផលលំបាកទាំងអស់ខ្ញុំហ៊ាននិយាយថាអ្នកទាំងអស់គ្នាទៅសួរដល់ billionaire ក៏បានដែរថាតើក្នុងមួយជីវិតរបស់គេមានជួបរឿងលំបាកឬក៏អត់ដែលមានណាគេដែលអត់ជួបរឿងលំបាកឯពេលខ្លះគឺគេជួបរឿងដែលលំបាកជាងយើងទៀតប៉ុន្តែអីដែលខុសគ្នាហ្នឹងគឺតានេះ mindset រឿងវាខុសគ្នាតែប៉ុណ្្នឹងឯងត្រង់ថាអ្នកទាំងអស់គ្នាសុខចិត្តទុកខ្លួនឯងជាជនរងគ្រោះហើយអ្នកទាំងអស់គ្នានៅកន្លែងហ្នឹងអង្គុយ complain ពីជីវិតខ្លួនឯងអត់ពេញចិត្តជាមួយនឹងជីវិតខ្លួនឯងឬមួយក៏គិតមកវិញថាឥឡូវរឿងហ្នឹងកើតហើយឧទាហរណ៍ដូចជាគ្រួសារយើងកើតមកហើយយើងអាចដូរបានញុកក្បាលចូលទៅក្នុងពោះម៉ែយើងវិញបានទេប៉ុន្តែនោះឲ្យការបន្តទៅលើគាត់យើងសួរខ្លួនឯងវិញថាឥឡូវហ្នឹងយើងអាចធ្វើអីបាននៅក្នុងស្ថានភាពមួយនឹងមើលតែឥឡូវហ្នឹងបានហើយព្រោះមានតែសកម្មភាពឯដែលអាចធ្វើឲ្យយើងផ្លាស់ប្ដូរបានបើមិនជាយើងគ្រាន់តែគិតនៅក្នុងខួរក្បាលយើងអត់បញ្ចេញវាចេញមកគឺគ្មានថ្ងៃកើតឡើងជាដាច់ខាតពេលដែលយើងមានអារម្មណ៍ថាមួយជីវិតខ្ញុំនៅដដែលអញ្ចឹងខ្ញុំងាកទៅមើលមិត្តភ័ក្តិឬមួយមនុស្សជុំវិញខ្លួនខ្ញុំនេះគេនៅដល់នេះអស់ហើយអូគេផ្លាស់ប្ដូរថ្មីមនុស្សខ្ញុំធ្លាប់ស្គាល់5ឆ្នាំមុននឹងឥឡូវគេទៅដល់នេះដល់នោះហើយមូលហេតុអីដោយសារតែអ្នកទាំងអស់គ្នាអត់បាន take action ទេអ្នកទាំងអស់គ្នាចំណាយពេលចោលទៅលើការ complain អ្នកទាំងអស់គ្នាគ្រាន់តែគិតថាចង់ធ្វើអីមួយឧទាហរណ៍អ្នកទាំងអស់គ្នាចង់ទៅដល់ចំណុចមួយនេះប៉ុន្តែអ្នកទាំងអស់គ្នាគ្រាន់តែគិតថាអូខ្ញុំអាចទៅដល់នឹងបានទេព្រោះខ្ញុំមាន condition អញ្ចេះខ្ញុំអញ្ចេះខ្ញុំចង់ឧទាហរណ៍ថាអ្នកទាំងនេះចង់រកស៊ីចង់លក់អនឡាញឬមួយក៏ចង់ចាប់ផ្ដើមធ្វើវីដេអូគ្រាន់តែអ្នកទាំងគ្នាមានអារម្មណ៍មួយថាចាអ្នកចេញវីដេអូមួយតតែស្អាតខ្ញុំអត់ស្អាតហងអញ្ចឹងខ្ញុំចេញអត់កើតទេអញ្ចឹងអ្នកទាំងគ្នាអាចធ្វើអីបានអ្នកទាំងគ្នាចង់ចាប់ជាតិមកម្ដងទៀតតតែកើតជាមនុស្សដែលស្អាតបាទអ្នកទាំងគ្នាអាចធ្វើបានមែន No ទេបើអ្នកទាំងគ្នាមាន mindset បែបហ្នឹងទោះបីអ្នកទាំងគ្នាអាចស្មាតូស្អាតដូចទេពអក្សរក៏ដោយយើងនឹងមានលេសអីផ្សេងមកខ្លួនឯងព្រោះអាហ្នឹងគឺខ្ញុំផ្ទាល់ហើយខ្ញុំជាមនុស្សពីមុនដែលមានលេសច្រើនខ្លាំងមែនតើអូ idea ខ្ញុំ100 idea ហ្មងមែនអូ creative ចេះតែគ្រាន់ថាចង់ធ្វើប៉ុបអត់មានពេលទេឥឡូវអត់សូវស្អាតហងអូអត់ទាន់មានភ្លើងទេធ្វើវីដេអូខ្វះទូរស័ព្ទមានទូរស័ព្ទហើយខ្វះភ្លើងមានភ្លើងហើយអូខ្វះកន្លែងមានកន្លែងហើយអូខ្វះម៉ៃអូអត់មាន content អូ content នេះគេធ្វើហើយខ្ញុំធ្វើទៀតមានណាគេមើលខ្ញុំចង់និយាយថាបើសិនជាយើងឲ្យលេសទៅលើខ្លួនឯងក្នុងការអត់ធ្វើអីមួយ100លេសព្រោះវាអត់ប្រហែលអីទេនៅក្នុងការដែលអត់ធ្វើព្រោះវាអត់ប្រហែលអីទេនៅក្នុងការដែល complain នៅក្នុងការដែលបន្តព្រោះអ្នកនរគ្នាអត់បានបន្តខ្លួនឯងអ្នកនរគ្នាមានអារម្មណ៍អូខ្ញុំចង់ធ្វើដែរតើខ្ញុំអត់អីខ្ញុំចង់ធ្វើប៉ុន្តែធ្វើមិនបើ condition ហ្នឹងវាអញ្ចឹងក៏ញ៉ាំវាស្រួលហ្មងយើងមានអារម្មណ៍ថាយើងត្រូវរហូតយើង comfort រហូតប៉ុន្តែយើងអត់ដែលទទួលស្គាល់ថាអើយតាមពិតទៅមែននេះអញខ្ជិលទេអញដូចមាន creative មានអីដែរប៉ុន្តែអីដែលអញអត់អាចយកឈ្នះខ្លួនឯងបានគឺអញខ្ជិលហ្មងអាហ្នឹងគឺខ្ញុំប្រាប់ខ្លួនឯងហ្មងអ្នកនរគ្នាព្រោះខ្ញុំធ្លាប់ជាមនុស្សអញ្ចឹងកុំនិយាយថាអូខ្ញុំចង់ដូរដែរប៉ុន្តែខ្ញុំដូរអត់បានមែនទេមកពីអ្នកនរគ្នាអត់ចង់ដូរមែនតើអត់តន់ចង់ដូរប៉ិតប្រកបគ្រាន់ចង់ដូរផ្លែ version មកផ្លែឧទាហរណ៍ដូចជាឃើញវីដេអូរបស់ខ្ញុំចឹងអូ motivation ណាចង់ដូរប៉ុន្តែអ្នកនរគ្នាអត់មានវិន័យអត់មាន discipline everything គឺស្មើ0ព្រោះ motivation វា keep អ្នកនរគ្នាបានតែមួយផ្លែទេខ្ញុំក៏ត្រូវការ motivation ដូចគ្នាមិនមែនថាអត់ត្រូវការសោះហើយប៉ុន្តែបើអត់មាន discipline គឺខ្ញុំអាចយកកាមេរ៉ាយកទូរស័ព្ទខ្ញុំមកដាក់ធ្វើចឹងបានទេព្រោះខ្ញុំនឹងមានលេសថាខ្ញុំចង់ធ្វើដែរតើខ្ញុំឃើញវីដេអូគេ inspire ខ្ញុំចង់ធ្វើប៉ុន្តែអូយចាំថ្ងៃច័ន្ទចាំពេលព្រឹកឥឡូវនេះខ្ញុំធ្វើនេះគឺពេលល្ងាចម៉ោង5កន្លះល្ងាចអញ្ចឹងខ្ញុំចង់ប្រាប់អ្នកនរគ្នាថាការចាប់ផ្ដើមទាំងអស់មិនចាំបាច់តថ្ងៃច័ន្ទតថ្ងៃស្អែកតពេលព្រឹកតមាននេះតមាននោះ No ចាប់ផ្ដើមនៅពេលដែលអ្នកនរគ្នាមានអារម្មណ៍ថាអូខេខ្ញុំចាប់ផ្ដើមល្មមដល់ពេលហើយអ្នកនរគ្នា take ខ្លួនឯង serious
ព្រោះមកជីវិតនេះអ្នកទាំងអស់គ្នាធ្វើអីខ្លាយដើម្បីខ្លួនឯងអ្នកខ្លះក៏គាត់ថាអូខ្ញុំធ្វើដើម្បីខ្លួនឯងច្រើនណាប៉ុន្តែមានដែរគិតទេថាពេលខ្លះអូខ្ញុំចង់ធ្វើអានេះប៉ុន្តែម្នាក់នោះគេគិតមិនមកលើខ្ញុំណោះគ្រួសារខ្ញុំគេគិតមិនណោះអូខ្ញុំធ្វើអានេះអ្នកធ្លាប់ស្គាល់ខ្ញុំគេធ្វើមិនអូគេចាស់គេចោះអ្នកទាំងអស់គ្នាខ្ញុំនិយាយមែនណាខ្ញុំជួបមនុស្សច្រើនខ្លាំងមែនតើគេនិយាយថាម្នេះលាក់លើកមុនមែនអញ្ចឹងឯងម្នេះលាក់ឥឡូវចេះអីចឹងណាដូរគាត់ពេលខ្លះគឺគេយកអតីតកាលរបស់យើងមកវាយប្រហារយើងដោយសារគេអត់អាចយកអា present អាបច្ចុប្បន្នដែលយើងមាននេះមកវាយប្រហារយើងបានទេអញ្ចឹងមនុស្សភាគច្រើនគឺលើកយក past របស់យើងមកនិយាយថាមានអីទៅប្រមាណហ៎ម្នាក់ហ្នឹងពីមុនណាចេះខ្ញុំនិយាយមែនពេលដែលខ្ញុំលឺចឹងខ្ញុំអត់ខ្មាស់គេទេប៉ុន្តែបើសិនជាគេនិយាយថាចាខាងជុំនេះលាក់យូរនៅដដែលណោះ5ឆ្នាំមុនមិន5ឆ្នាំអញ្ចឹងដដែលណោះអាហ្នឹងគឺខ្ញុំមានអារម្មណ៍ថាខ្មាស់ខ្ញុំខ្មាស់ខ្លួនឯងហ្មងខ្ញុំមានអារម្មណ៍ថា in 5 year 5ឆ្នាំខ្ញុំអត់មានផ្លែកអីសោះហ្មងអាហ្នឹងបាទខ្ញុំគួយគិតឡើងវិញតែបើគេថាអូឥឡូវផ្លែកច្រើនណាស់ណោះអាហ្នឹងមានតែអីប្រហែលហងពីមុនណាច្រឹងចេះដែរនឹងច្រឹងចោះដែរខ្ញុំអត់ខ្វល់ព្រោះអាហ្នឹងវាជារឿងពីមុនឥឡូវខ្ញុំដូរហើយខ្ញុំដឹងតាថាពីមុនខ្ញុំមិនអញ្ចឹងបើខ្ញុំគិតថាអាហ្នឹងវាអត់ល្អខ្ញុំដូរអាហ្នឹងឯងបានគេហៅថាមនុស្សដែលយើងចង់ផ្លាស់ប្ដូរប៉ិតប្រកបហើយវាមិនមែនធម្មតាដតីណាយើងដូចគ្នាយើងកុំឲ្យអតីតកាលរបស់យើងមកលងបន្លាក់យើងបើមិនអញ្ចឹងទេគឺយើងនៅតែជាជនរងគ្រោះមួយជីវិតខ្ញុំអត់ខ្វល់ថាពីមុនអ្នកទាំងអស់គ្នាធ្លាប់មិនខ្លះទេអតីតកាលប៉ុន្តែអ្នកអស់គ្នាត្រូវមើលតែឥឡូវបានឥឡូវហ្នឹងអ្នកទាំងអស់គ្នាជាមនុស្សមិនអ្នកទាំងអស់គ្នាគិតមិនបើយើងដឹងថាអូពីមុនកន្លែងហ្នឹងធ្វើចឹងអត់សមទេអត់ល្អទេឥឡូវយើងកែមកយើងរៀនពីអាហ្នឹងយើងកែមកយើងកុំនិយាយថាអូខ្ញុំចង់កែដែរប៉ុន្តែមានណាគេមកផ្លេចអតីតខ្ញុំឯងគេនឹងនិយាយពេញមួយជីវិតពីមុនខ្ញុំជាមនុស្សអ្នកទាំងអស់គ្នាជីវិតរបស់អ្នកទាំងអស់គ្នាមួយជីវិតហ្នឹងគឺអ្នកទាំងអស់គ្នានឹង spend ឲ្យទៅលើអ្នកដទៃទាំងអស់យើងអត់បាន spend អីមកលើខ្លួនឯងសោះចុងក្រោយនេះគឺជាចំណុចសំខាន់ហើយខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាធ្វើឲ្យបានគ្រប់គ្នាអ្នកទាំងអស់គ្នាយកសភៅហើយយកប៊ិចមួយចាប់ផ្ដើមសរសេរមកថាអូខេអ្នកទាំងអស់គ្នាកុំតន់អាគិតថាជីវិតខ្លួនឯងឥឡូវហ្នឹងមិនខ្មិចគិតពីជីវិតដែលអ្នកទាំងអស់គ្នាចង់បានវិញថាតើអ្នកទាំងអស់គ្នាចង់ខ្លាចជាមនុស្សមិនតើស្អីឲ្យអស់មកអ្នកទាំងអស់គ្នាចង់មាន mindset បែបម៉េចចង់ខ្លាចជាមនុស្សបែបម៉េចនៅក្នុងសង្គមអ្នកទាំងអស់គ្នាជាមនុស្សបែបម៉េចសម្រាប់ខ្លួនឯងអ្នកទាំងអស់គ្នាមានក្តីស្រឡាញ់ឲ្យខ្លួនឯងប៉ុណ្ណាកែប្រែអីខ្លះអ្នកទាំងអស់គ្នាសរសេរអីដែលអ្នកទាំងអស់គ្នាចង់បានជំនួសឲ្យដែលអ្នកទាំងអស់គ្នាអង្គុយមួយថ្ងៃ complain ពីអីដែលអ្នកចង់បានអត់គិតវិញថាចុះខ្ញុំចង់បានអីគេអ្នកខ្លះគាត់រវល់តែ complain ពីជីវិតរបស់គាត់អ្វីដែលគាត់ចង់បានគាត់ complain រហូតឡើងភ្លេចថាចុះអញចង់បានអីគេតែពេលសួរគាត់មែនតើថាអូខេឥឡូវបើចង់បានហ្នឹងចុះឥឡូវមិនចង់បានមិនគឺគាត់ដឹងពេលខ្លះអត់ដឹងពេលខ្លះគាត់និយាយថាទោះបីចង់បានក៏មិនបានដែរចង់សិននៅសំខាន់អ្នកនរគ្នាចង់សិននៅសំខាន់រសិនថាអ្នកនរគ្នាចង់បានអីព្រោះពេលខ្លះអ្នកនរគ្នាអត់ដឹងហ្នឹងសំបីតែខ្លួនឯងចង់ខ្លាចជាមនុស្សមិននៅក្នុងសង្គមចង់ប្រែខ្លួនឯងទៅជាបុគ្គលបែបមិនអ្នកនរគ្នាអត់ដឹងហ្នឹងអញ្ចឹងតើយើងដូរបានរបៀបណាធម្មតាបើយើងចង់ដូរយើងដូរពី A ទៅ B យើងត្រូវដឹងដែរថាអូដូរពី A មក B បើ B នឹងយើងអត់ដឹងហ្នឹងអញ្ចឹងយើងដូរទៅណាអញ្ចឹងអាហ្នឹងក៏ជាមូលហេតុដែរអ្នកនរគ្នាអត់អាចផ្លាស់ប្ដូរបានដែរអ្នកនរគ្នានៅតែជាជនរងគ្រោះគាត់ថាខ្ញុំមិនអាចដូរបានទេខ្ញុំមិនអាចដូរខ្ញុំមិនអាចធ្វើអីបានទេព្រោះអ្នកទាំងអស់គ្នាអត់ដឹងថាខ្លួនឯងត្រូវធ្វើអីអូខេ so វីដេអូរបស់ខ្ញុំថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តហើយជួបគ្នាជាមួយនឹងវីដេអូក្រោយបាយបាយ